បាទសូមជម្រាបសួរបងប្អូនទាំងគ្នាដែលចូលមកទស្សនាវីដេអូនៅក្នុងបាទ Channel ស្រុកស្រែ TV បាទខ្ញុំបាទវិជ្រិនបងប្អូននេះគឺជាទស្សនវិជ្ជានៅវាលស្រែខាងឃុំរហាត់ទឹកបងប្អូននៅទល់មុខនឹងវត្តរហាត់ទឹកបងប្អូនវត្តសវណ្ណគោគារាមរហាត់ទឹកនោះក្នុងទ្វារវត្តឃុំរហាត់ទឹកស្រុកមង្គលបុរីខេត្តបន្ទាយមានជ័យខេត្តខ្ញុំថតពីទស្សនវិជ្ជាស្រុកស្រែបងប្អូនមើលស្រែបងប្អូននៅម្ដុំនេះគឺល្អណាស់បងប្អូនអើយខ្ញុំអមនេះថ្ងៃហ្នឹងថ្ងៃទី22ខែកក្កដាឆ្នាំ2026នេះគឺទេសភាពនៅវាលស្រែស្រុកស្រែជនបទបងប្អូនគេទឹកបបោតាមខ្ញុំគឺទឹកបបោនេះក៏ឆែតទឹកបងប្អូននេះឆែតទឹកល្អមែនទែនបាទឥឡូវខ្ញុំដើរផ្ដិតយកទស្សនវិជ្ជាស្រុកស្រែបងប្អូនអរគុណទស្សនាពីទស្សនវិជ្ជាស្រុកស្រែជនបទនៅខាងឃុំរហាត់ទឹកដូចជាឃុំអូប្រាសាទនៅខាងនោះគឺមានផ្លូវឆ្វែងឆ្វាតទៅមកបងប្អូនចឹងខ្ញុំជិះចូលទៅផ្លូវស្រុកស្រែជនបទដល់មួយចេញទៅខាងរូងកបាវិញចឹងនេះខ្ញុំចេញពីនេះទៅវិញបងប្អូនចឹងទៅទស្សនាទស្សនវិជ្ជាជាមួយខ្ញុំទាំងអស់គ្នាមើលត្រកួនស្រែមកល្អនេះត្រកួនក្នុងស្រែក្នុងបន្លាយយើងនេះអូបងប្អូនខ្ញុំជិះទៅខាងនោះវិញបងប្អូនអត់ទៅខាងនោះខ្ញុំចេញទៅណាអានេះគឺផ្លូវកាត់មួយកន្លែងនេះចេញពីពោពីដើមពោះទៅខាងផ្លូវជាតិលេខ160បងប្អូនដល់ខ្ញុំថតបងប្អូនអរគុណទស្សនាយើងមើលឃើញនោះឃើញព្រំធំខាងនេះគឺខាងភូមិថ្នោតបត់ឃុំរហាត់ទឹកខាងនេះគឺវត្តរហាត់ទឹកបាទเราធ្វើដំណើរជាមួយខ្ញុំទាំងអស់គ្នាទស្សនាទស្សនវិជ្ជាស្រុកស្រែជនបទជាមួយខ្ញុំទាំងអស់គ្នាហើយទីតាំងនេះគឺបងប្អូនយើងធ្វើដូចចាក់ដីទួលបងប្អូនក៏ចាប់ដើមធ្វើនេះផ្ដាប់ដើរក៏ដាំដើមឈើដាំអីចឹងបងប្អូនដាំនេះជាការជេរការអីចឹងបាទเราទស្សនាទស្សនវិជ្ជាជាមួយខ្ញុំទាំងអស់គ្នាថ្ងៃទី22ខែកក្កដាឆ្នាំ2026អញ្ចឹងនៅប្រទេសកម្ពុជាហ្នឹងគឺឮថាភាពរាំងស្ងួតរយៈពេលរហូតដល់ទៅអត់ភ្លៀងអត់មានភ្លៀងអីទេបងប្អូនចាប់ពីថ្ងៃទី20នេះដល់ថ្ងៃទី10ខែសីហាបងប្អូនបានមានភ្លៀងវិញអញ្ចឹងគឺទឹកនេះបងប្អូនយើងថែរក្សាទុកហើយទឹកក្នុងបន្លាយក្នុងអីបើស្រូវបងប្អូនយើងគឺចាប់ផ្ដើមចេញគួរបដើហើយបងប្អូនស្រូវក៏ធ្វើស្រូវប្រាំងវាស្នោនេះអត់មានការទៅបញ្ចេញទៅមកលូតលាស់មកទស្សនាទស្សនវិជ្ជាស្រុកស្រែជាមួយខ្ញុំទាំងអស់គ្នាចំនិយាយឥឡូវគឺបូមទឹកផ្លូវពិបាកអូតូខ្ញុំវាកាឡានេះផងស្អិតអត់ទៅប្រណាចេះអូដូចមកកើតទៅមកបកក្រោយវិញហ្នឹងមកកើតទេបកក្រោយវិញហើយព្រមតូខ្ញុំនេះវាស្អិតជាប់បងប្អូនចូលបូមទឹកដាក់ស្រែបកក្រោយវិញទៅបកក្រោយវិញវាបាត់ពីជើទេបងប្អូនទៅបាក់ខ្ញុំបកទៅខាងនោះផ្លេចគឺឡើងទៅខាងផ្លូវទៅរូងកបាវិញបងប្អូនមិនណាឆាតមកស្អីចេះតោះបងទស្សនាទស្សនវិជ្ជាតាមអស់ជាមួយខ្ញុំទាំងអស់គ្នាខ្ញុំឡើងទៅផ្លូវពោពីដើមកាច់ទៅតាមវាលស្រែវិញបងប្អូនខ្ញុំចង់ថតទស្សនវិជ្ជាស្រុកស្រែបងប្អូនមើលនៅក្នុងធានី Channel បាទ YouTube ស្រុកស្រែ TV របស់ខ្ញុំបាទព្រោះខ្ញុំវីដេអូក្នុង Channel ខ្ញុំផ្ដោតលើតែទេសភាពស្រុកស្រែបងប្អូនអញ្ចឹងក៏ថតទស្សនវិជ្ជាស្រុកស្រែនៅតាមទីជនបទចែកជូនដល់បងប្អូនទស្សនាជារៀងរាល់ថ្ងៃតែម្ដងបាទខ្ញុំឡើងទៅវិញហើយផ្លូវមិនក៏បូមទឹកបងប្អូនផ្លូវមិនចាក់ទៅដល់ផ្លូវលេខ160ណាចឹងខ្ញុំទៅផ្លូវនេះគឺផ្លូវទៅផ្លូវលំចេះដឹកតែផ្លូវលំចេះបងប្អូននៅផ្លូវដែលខ្ញុំចេញទៅនេះផ្លូវលំដូចចេះគឺចេញទៅកាត់វាស្រែវាស្រូវធំល្វឹងល្វើយហើយដល់នេះគឺដល់ផ្លូវទៅខាងភូមិពោពីដើមនេះមានលក់កាហ្វេលក់អីហូរហែ
เขาเรียกโคจรานบนจะรับพุ่มโปไปดามไอ้ยังอัดจีตามเราเชียร์เราโหดได้ยังจองไปนอละเรานี่ทำบอกนี่เป็นเรากัดไก่นี่คือเป็นเราโมบายมวยเตาคางพุ่มรูกระเบาอันนี้ก็เตาบ้านเนี่ยเตาโมบายโหดจนเตาเราไหนไม่คือสรุปไปจบเราไหนไม่ลั่วmàเรานี่คือโตจับเอียดสระดามหรือใสบนเมื่อจะเพียรสกสายมวยจำต่อกันเลยนี่สาวอันเป็นตึกของสาวบนอันเป็นตึกบนใต้ใจเนี่ยนะใจเราจะอันใจกระใจกูเลยนะด่ากรอบไปนะเราคือประมาใจบนเราหมอบล็อกมาโตเต๋เราหมอบล็อกมาโตเต๋ยังอาจทวมnàoอาจจะมาโตเต๋ตามเลยมาโตฟังมาเชิงไอ้เมื่อเราใจอ้อนี่อันบอมตึกด่าcho nóปลายพวกอันบอมตึกด่าปลายเหมือนปลายตึกจุดไหนอัดบอมด่าจัดสายไอ้เจี๊ยกราคาที่บ้านโชว์ได้เรานี่บางคนราคาที่เรือเราเราคือบ้านเรียงทลายกรอนได้มาตอนมันมาเรียนเจียงมาเรียนลุยขมายครับผมจึงตึกใดนี่คือแนวคางคมรหัสตึกที่ตะดอกคมโอประสาทครับผมหลายคมโอประสาทนั่งคมรหัสตึกจัดคณีจวบคณีเต๋โย่เราดิประมาทซะเนี่ยชิมาโตบวก PCX พ้องบอลจีเรียงงอนได้เราจะใช้เรียงบาจีได้บาตริมไม่แอมมาดอยดิอ๋อสำหรับจัดโอ้เราจะต้มอะไรบอลนี่ครับเราจิตโตๆจะเทสเพปส์อาร์นะบอลเหมือนเวสไรเป็นเพลาเกย์เป็นดำสมาร์ททำไอ้ปากกาเต้นนะสมาร์ทนี่ฮะตนาđã lấy nhỉ mà sau cái nẻo cũng nó sau tranh cua cho mình còn ao lành cái chuyện nó sân cho lành thọt rồi bọn con mới sau cho bạn sân tam lái dương tức chậm đám sau hơi tức lấy tranh màu piston mông cô bờ dương này bọn con cái tam nó tam lấy cái tam làm chơi trong video slide kìa lo mình tên cho một slide này thì slide đừng đi lo đó bọn นี่อะไรคันใจคมอ่ะผมใจคมโอประสานคมมาหาตึกจงเลยสั้นลบจมลบชอบชีพเราได้ชีพเราได้อ๋อนี่มาปนมาใส่โอ้อะไรตึกเบาโบเมื่อตึกเราจะมันเต้นhai này bằng bộ này xài sau trên cua đấy đi ô là o na bồn tôi xaตึกbò bô nó điตึกbò bô mình tên nó khang không hạtตึกkhông ốp sángตึกbò bô trong này nó khang không xem cứ ọt mìnhตึกtiền bằng bộ ơi mà riêngประมาณมีตึกตึงมอชราดองไงแต่บ้านดอกคลอมเลยบ้านจะดอมคาลือไอ้ตึกมันบางตึกอมันเต้นในตึกอะnó khang không hạtตึกbằng bộ này đi lo mình tên tô hayถอดพวกน้องเพกมวยสั้นบางปอนนี่คือตะเพียบเราวิสัยคางคมรหัสตึกบางปอนนี่คือตามในคมรหัสตึกเราไปจอบปลายบางปอนคือเราขางโปปีดามบางขางการพุ่มโปปีดามจังคือสายเราบางปอนจังเราดับบ้านนี่คือล้อประชาเป็นตึกบ่อโบจำนวนบางปอนเราขางกรองมิ้งอ่อนเป็นตึกเตะบางปอนเลยมาจำนวนเราขางเลยนี่คือตึกบ่อโบบางคนทางสายมือทางสายตึกทางสายอันนั้นคือที่มาเพย์ปีใครกับกระดาษชามปีบอลมาเพย์ประมวยบางปอนตึกทางสายคือชรามันเต้นเนี่ย
บ่อบូនៅខាងឃុំរហាទឹកនិងឃុំអូបសាទគឺទឹកច្រើនស្រូវមកស្រោតអនេះចិត្តបានច្រូតហើយផ្លូវនេះផ្លូវឡើងទៅពោពីដើមបងខ្លះគឺខាងឃុំអូបសាទគឺបន្លាយទឹកដែលចេញមកពីស្ទឹងដោយសារស្រែបងប្អូនយើងជាប់ក្នុងបន្លាយទៅគាត់ទឹកបបោបាទទឹកក្នុងបន្លាយគេបងប្អូនមើលចឹងបងប្អូននៅខាងក្រោមអត់ទឹកគឺពិបាកហើយបាទដោយសារទីតាំងនៃសម្បូរទឹកឃើញទឹកនេះគឺបងប្អូនប្រហែលជាខ្វះកហើយបាទដោយសារខាងក្រោមគាត់គឺខ្វះខាតទឹកមែនទែនចំណែកនៅខាងលើនេះគឺទឹកបបោដោយសារទឹកនេះចេញមកពីស្ទឹងនេះស្ទឹងទៅនៅចិត្តនេះទេប្រហែលជា100 ម៉ែត្រ 200 ម៉ែត្រចុះហើយគឺនៅតំណែងហើយតាមបន្លាយយើងគឺមានទឹកបបោគឺនៅតែហូរឡើយទឹកនេះគឺផ្លូវទៅខាងរូងក្របៅភូមិរូងក្របៅឃុំអូប្រាសាទហើយចុះដល់ឃុំអូប្រាសាទដែរខាងឃុំអូប្រាសាទទឹកតាមបន្លាយយើងបបោបងប្អូនតែយើងទស្សនាទស្សនវិជ្ជាជាបន្តទៀតចាមកខាងណាវិញថាយកពោះទៅលក់ក៏ទីមិនទាន់មកអូពុកសាំងមួយចង់បានទេអូខ្ញុំមិនចេះហូបទេបាទចាប់ដល់ពោះសាំងវិញបាន1គីឡូ300 1គីឡូ7ខាំយកទៅលក់ឯណាគេនេះកលេងកាច់កែងនេះអូមិនស៊ូមិនចាំគេទៅមកវិស្វាយអូខ្ញុំក៏មិនចេះហូបពោះខ្ញុំចាប់បានទេចូលអ៊ុយអូចូលអ៊ុយបាទខ្ញុំក៏ដើរមើលស្រែដែរនឹងដើរលេងដែរហ្នឹងញ៉ាំបោះដល់ណាខ្ញុំបានបោះផងខ្ញុំថតខាងក្រោមនេះជាប់ដែរខ្ញុំដើរថតមើលលេងទៅស្វាសុកស្រែជិះមកពោពីដើមដែរហ្នឹងខ្ញុំបានទៅលក់ណាទេបាទអានេះយកទៅលក់ណាវិញយកផ្ទះវិញអូចាំគេមកសិនទៅចាំគេមកអត់សុំលេខទូរស័ព្ទគេលើកស្ទាល់ហ្មងដែលលឺថាកូនក្មេងប្រាប់ថាទីទិញហ្នឹងអូអាងឹបគេទិញអានោះបាទលើកស្ទាល់ហ្មងឆ្លន់បាទអរគុណថ្ងៃនៅណានេះនៅថតឡើងបាទ100ជាងដែរខ្ញុំ1000រាល់ខែបងប្អូនយើងមានផ្ទះបងប្អូនយើងនៅកដាលវាលដែរហ្នឹងបងប្អូនបាននៅកដាលវាលមកផ្ទះដែរផ្លូវចូលទៅនេះខ្ញុំឃើញផ្លូវស្រែគេល្អក៏ចោះថតរបស់បងប្អូនទាំងទស្សនាឡើយយើងបន្តដំណើរទៅមុខទៀតណាបងប្អូនដល់ទស្សនាជាមួយខ្ញុំបងប្អូនពីទស្សនវិជ្ជាបាទតទៀតនៅខាងតដល់ចូលឃុំអូប្រាសាទហើយមានឃុំរហាទឹកហើយខាងពោពីដើមបងប្អូនខាងភូមិពោពីដើមហើយខាងនោះของផ្ទះមកស្កឹមស្កាយមកស៊ូមដល់អត់ទេមើលសិននោះបងប្អូនផ្ទះមើលពីនេះទៅស្កឹមស្កាយធំជាងគេនេះអស់ទោះហើយបងប្អូនល្អមែនទែនផ្ទះនោះតើបងប្អូនយើងបន្តដំណើរជាមួយខ្ញុំទាំងអស់គ្នាទៀតតមុខទៀតជិះម៉ូតូមកផ្លូវរៀងពិបាកដែរផ្លូវនេះយើងផ្លូវនេះបើធ្វើស្រួលបងប្អូនយើងជិះកាត់លឿនបងប្អូនចេញពីខាងពោពីដើមទៅខាង
រូងកបោចិត្តខាងរហ័សទឹកអីទៅខាងអូផ្សារចិត្តអីដែរតែដោយសារផ្លូវនេះគឺអត់ទាន់មានអ្នកធ្វើអភិវឌ្ឍអីចឹងណាបាទเราបន្តទស្សនាជាមួយខ្ញុំទាំងអស់គ្នាអញ្ចឹងគឺផ្លូវយើងជិះមកល្មមស៊ីបានបងប្អូននេះហើយទេសភាពស្រុកស្រែចឹងបងប្អូនដែលចូលទស្សនាវីដេអូនេះកុំភ្លេចជួយគាំទ្រនៅ Channel YouTube សម្រាប់អ្នកមួយផងបងប្អូនបាទគឺជួយ Subscribe អ្នកមួយផងបងប្អូនហើយសូមអរគុណដល់បងប្អូនជាច្រើនទៀតផងដែរដែលបានគាំទ្រនៅ Channel YouTube ខ្ញុំបាទយ៉ាងច្រើនតែម្ដងបងប្អូនចឹងវីដេអូនៅក្នុង Channel YouTube ខ្ញុំបាទនេះគឺខ្ញុំច្រើនតែផ្ដិតយកទស្សនវិជ្ជានៅស្រុកស្រែជនបទចែកជូនដល់បងប្អូនទស្សនាបងប្អូនឥឡូវយើងមើលទេសភាពជាបន្តទៀតនេះម្ចាស់ស្រែគេដាំគល់ក្រៃតាមមាត់បន្លាយនេះល្អមែនទែនបាទគាត់ចេះមានកំណត់ក្នុងការដាំនេះដាំឈើបងប្អូនដាំឈើនេះក៏លោកគ្រូចៅអធិការវត្តអូប្រាសាទរៀបចំដាំលោកយើងដាំខ្លះក៏ដោះខ្លះក៏មិនទាន់ដោះអញ្ចឹងងាប់ខ្លះរស់ខ្លះបងប្អូននេះហើយផ្លូវនេះធំល្អធំទូលាយហើយមានបងប្អូនយើងគាត់ជិះទៅមកដែរតាមនេះគឺបន្លាយតូចទេបងប្អូនប៉ុន្តែផ្លូវធំយ៉ាមេស្រទុំគ្រាន់តែតានេះអូបងប្អូនមកទឹកបបោទឹកតាមបន្លាយតាមអីបបោមែនទែនមើលបងប្អូនទឹកតាមបន្លាយនេះអស់ទោះហើយនេះស្រែស្រូវបងប្អូននេះនឹងខុនគាត់ធ្វើនឹងខុននេះគឺអូយូរដែរបានច្រូតបងប្អូនណានឹងខុនយូរបើស្រូវប្រាំងលឿននេះស្រូវប្រាំងបានចិត្តបានច្រូតបាទតែនឹងខុនអត់ទាន់ច្រូតទេបងប្អូនឃើញលឿងនេះមិនមែនស្រូវទុំអីទេគឺស្រូវដូចគេទាន់ដាក់ជីអត់មានថាចាញ់គូអីទេទាន់ទុំទេបងប្អូនបាទហើយយើងបន្តទស្សនាខាងមុខទៀតចូលដល់ភូមិរូងក្របៅបងប្អូនខាងនេះគឺភូមិរូងក្របៅតែមានដើមត្នោតច្រើននេះអូក្តិតជ្រះអត់ដល់ស្បូវងាប់អស់នេះកន្លែងជាប់ស្រែគេហើយតាមនេះគឺផ្លូវជោគស្រែបងប្អូនផ្លូវជោគគេស្រែចេះហើយទៅចេះមកល្មមម៉ូតូជិះគួយយន់ចូលបានបើឡាននេះចករួចទេដើមត្នោតផ្លូវយើងចូលដល់ផ្លូវបបែកទៅភូមិហើយបងបើយើងបាត់មកឆ្វេងគឺយើងទៅខាងភូមិរូងក្បាលយើងបាត់មកស្ដាំកិច្ចទៅខាងអូប្រាសាទអញ្ចឹងខ្ញុំបាត់ទៅខាងស្ដាំបងប្អូនខ្ញុំទៅថតទស្សនភាពស្រុកស្រែបងប្អូនមើលបន្តទៀតនៅវាលស្រែនៅខាងឃុំអូប្រាសាទនៅហើយខាងនោះទៀតខ្ញុំជិះចូលតាមផ្លូវកន្លោះកលៀតចែងបងប្អូនដែលចូលទស្សនាវីដេអូកុំភ្លេចគាំទ្រនៅ Channel YouTube ខ្ញុំបាទម្នាក់មួយផងបងប្អូនចឹងនៅក្នុង Channel របស់ខ្ញុំនោះគឺមានរូបភាពវីដេអូជាច្រើនអំពីទេសភាពផងអំពីសកម្មភាពផ្សេងផងទេសភាពទាំងដ្រូនទាំងខាងក្រោមបងប្អូនចឹងបងប្អូនចូលទស្សនាកុំភ្លេចជួយគាំទ្រផងបងប្អូនជួយ Subscribe ម្នាក់មួយផងវាក៏លាក់ជីមអត់លាក់คึកតាមនេះទឹកតាមនេះបបោណាបងប្អូនហើយនេះបបោមែនទែនបាទឥឡូវចូលដល់ផ្លូវនេះគឺទៅខាងអូប្រាសាទ
នេះបងប្អូនជាកសិករយើងចាប់ផ្ដើមបូមទឹកដាក់ស្រែហើយអូស្រូវនេះក៏ល្អដែរនេះជាប់នឹងបន្លាយទេដល់ហ្នឹងគឺទឹកបបោបងប្អូនតាមខ្ញុំនេះអូអាស្រូវចិត្តទុំបាត់នេះចិត្តទុំមែនទេហើយបាទស្រូវនេះចិត្តទុំមែនទេម្ដងបងប្អូននេះល្អមែនទេមើលតាមនេះស្រូវគេល្អណាស់បងប្អូនអើយមើលថាបន្លាយទឹកវិញបងប្អូនបន្លាយទឹកគឺទឹកបបោហូរហៀនេះមើលបន្លាយទឹកមានទឹកគ្រប់កន្លែងល្អណាស់អូនេះឆ្នាំសបូរត្រីសកូនត្រីប៉ុន្តែស្ដុកណានេះសកូនត្រីត្រកួនណបងប្អូនត្រកួនស្រែល្អមែនទេយើងទៅមុខទៀតមើលស្រូវតាមនេះល្អមែនបងប្អូនសូមសរសើរបងប្អូនជាកសិករយើងភាសាគាត់មានទឹកបបោផងទេបើថាអត់មានទឹករឿងយ៉ាប់ដែរហ្នឹងតាមនេះរឿងទឹកចេញមកពីស្ទឹងមង្គលបុរីយើងរៀងច្រើនដែរនេះព័ន្ធបន្លាយទឹកនេះគឺភ្ជាប់មកពីខាងមង្គលបុរីស្ទឹងមង្គលបុរីខាងចេញវារហាត់ទឹកមកឥឡូវយើងចូលមកដល់នេះគឺមានបងប្អូនមានផ្ទះតូចមួយនេះផ្ទះនៅកណ្ដាលវាស្អែកនេះខ្ញុំចូលទៅតាមហ្នឹងតាមផ្លូវមុខផ្ទះគាត់ណែនេះតាមផ្លូវមុខផ្ទះគាត់ទៅតែម្ដងយើងទៅត្រង់ទៅដល់មុខវត្តអូប្រាសាទអញ្ចឹងខ្ញុំអត់ទៅតាមហ្នឹងទេគឺខ្ញុំចេញមកតាមវាស្រែវិញដើម្បីថតទៅវាស្រែបងប្អូនមើលហើយនេះគាត់នៅកណ្ដាលវាស្អែកផ្ទះនេះបងប្អូននេះមកផ្ទះនៅកណ្ដាលវាស្អែកចាស់ទៀតអត់ឃើញតែម៉ូតូកង់បាទឥឡូវយើងបន្តដំណើរទៅមុខមើលទស្សនភាពស្រុកស្រែបន្តទៀតឃើញតែម៉ូតូបានម្ចាស់ចឹងផ្លូវទៅស្រុកស្រែបានថតនេះគឺជិះបានគ្រប់ផ្លូវតែម្ដងបងប្អូនជិះពីផ្លូវនេះចូលទៅផ្លូវផ្សេងទៀតអញ្ចឹងជាមួយពីសាច្រករត់អស់ផ្លូវជាលេខ160អភិវឌ្ឍច្រើនបងប្អូនពីមុនផ្លូវនេះគឺមិនអាចធ្វើដំណើរដោយម៉ូតូបានទេបានតែដើរថ្មើរជើងទេណាជិះកង់កន្លែងខ្លះដើរដឹកតែឥឡូវនេះអត់ទេបងប្អូនយើងអាចធ្វើដំណើរដោយម៉ូតូកង់បានចំនេះគេរយចេះនេះច្រើនមែនចំធ្វើអីគេអូយ៉ាត់ឆ្លើងហ៎ចាស់គេឲ្យបេះដែរអូមិនគេឆ្លោះអូស្មានតែមកថាអើយដល់លេងយ៉ាងណាចំលេងទឹកឯណាហ៎ទឹកស្ទឹងគេបាត់ហើយមានត្រីអត់ទឹកហ្នឹងហ៎មានត្រីទៅដល់ខែនេះហ៎និយាយថាក្នុងស្រែចំតែមកជិះម៉ូតូចូលមកខ្លាំងម៉េះ
lệch tức tràn bể thì tiết rõ thì tiết mồm mà trộn một bài lụa này ngọc tôi chuyện sưu đó này lo ban thao nói nè vì ban thao ban ta đắp xe sập thôi anh chẳng tinh tiết cho bỏ đi sơ bồ mà nó ban bóng sơ bồ cho nên thế nào nữa không nâng này nhắm chỉ đã lên mà bị po bị đào mà thà tao lên lang tia kia tất cả toàn chả còn nấu lang tia sai tao lên nâng à chạy hạt đất ấy, chạy hạt đất chạy chọc đây